យោងតាមអស្ចារ្យបុរាណចិនថាជើងជាច្រកទ្វារដ៏សំខាន់ជួយអាយុវែងនិងការពាររាងកាយពីជំងឺយោងទៅតាមអស្ចារ្យបុរាណចិនបានប្រាប់ថាការថែរក្សាជើងឲ្យក្តៅនឹងនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនដោយសារតែជើងមានចំណុចចាក់មជ្ឈវិទ្យាសាស្ត្ររាប់រយចំណុចជើងជាសរីរាង្គឆ្ងាយបំផុតពីបេះដូងដូច្នេះវាងាយនឹងត្រជាក់ព្រោះឈាមធ្វើដំណើរយឺតជាងនេះក៏ជាផ្នែកដែលមានទំនាក់ទំនងជាមួយផ្ទៃដីនិងងាយរងឥទ្ធិពលដោយខ្យល់ត្រជាក់និងវិញ្ញាណអាក្រក់មិនតែប៉ុណ្ណោះជើងរបស់យើងត្រូវបានគេចាត់ទុកថាជាច្រកទ្វារដ៏សំខាន់មួយដើម្បីគ្រប់គ្រងចរន្តឈាមនិងការពាររាងកាយពីជំងឺដោយហេតុផលនោះនៅពេលដែលជើងត្រជាក់ឈាមនឹងនៅត្រឹងហើយភាពធន់របស់រាងកាយក៏នឹងថយចុះផងដែរខ្យល់ត្រជាក់ចូលជើងនឹងបង្កឲ្យកើតជំងឺដូចជាឈឺខ្នងត្រជាក់ឈឺពោះរលាកសន្លាក់ការថែរក្សាជើងសម្រាប់រាងកាយដែលមានសុខភាពល្អវេជ្ជបណ្ឌិតវូបាននិយាយថាជើងត្រជាក់អាចជាសញ្ញានៃកង្វះថាមពលក្តៅពីតម្រងនោមដែលបណ្ដាលឲ្យរាងកាយមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីកក់ក្តៅជើងទោះបីជាមនុស្សស្លៀកសម្លៀកបំពាក់កក់ក្តៅក៏ដោយនៅពេលមានជើងត្រជាក់មនុស្សអាចត្រាំជើងរបស់ពួកគេក្នុងទឹកក្តៅមុនពេលចូលគេងម៉ាស្សាជើងនេះគឺជាវិធីថែទាំជើងដ៏សាមញ្ញមួយដែលគ្រប់គ្នាអាចធ្វើបានដើម្បីរក្សាជើងរបស់ពួកគេឲ្យក្តៅនៅពេលត្រាំជើងមនុស្សគួរប្រើទឹកក្តៅប្រហែល37-40 អង្សាសេរយៈពេលនៃការត្រាំជើងគឺ15-20នាទីនិងអាចត្រាំជើងក្នុងទឹកអំបិលផងដែរទោះបីជាការត្រាំជើងបានជួយដល់សុខភាពយ៉ាងច្រើនជាពិសេសជួយឲ្យអាយុវែងក៏ពិតមែនប៉ុន្តែវេជ្ជបណ្ឌិតបានហាម5ក្នុងករណីមានជំងឺដូចខាងក្រោមជំងឺទឹកនោមផ្អែមភាពមិនគ្រប់គ្រាន់នៃសរសៃឈាមវ៉ែនរ៉ាំរ៉ៃឬសរសៃ varicose មនុស្សដែលមានជំងឺឆ្លងរបួសជើងអ្នកដែលមានសម្ពាធឈាមទាបឬវិលមុខញឹកញាប់ស្ត្រីមានផ្ទៃពោះជាពិសេសក្នុងរយៈពេល3ខែដំបូងអ្នកដែលមានគ្រុនក្តៅខ្លាំងឬការឆ្លងមេរោគតាមប្រព័ន្ធក្នុងករណីមិនត្រាំជើងមនុស្សអាចជូតបាតជើងដើម្បីរក្សាភាពកក់ក្តៅជួយថែរក្សាជើងខាងក្រោមលោកវេជ្ជបណ្ឌិតវូចែករំលែកពីវិធីជូតជើងដើម្បីរក្សាកម្ដៅជូតបាតជើងរបស់អ្នកជូតឲ្យខ្លាំងជូតបាតជើងរបស់អ្នក10ទៅ20ដងដកដង្ហើមមួយជូតបាតជើងដោយប្រើជើងជូតបាតជើងទល់នឹងជើងខាងទៀតជូតពីលើចុះក្រោមនិងពីក្រោយទៅខាងមុខជូត10ទៅ20ដងផ្លាស់ប្ដូរជើងដកដង្ហើមមួយជារៀងរាល់ថ្ងៃមនុស្សគួរតែម៉ាស្សាជើង50ទៅ60ដងក្នុងមួយលើកមនុស្សគួរម៉ាស្សាជើងជាប្រចាំរៀងរាល់ថ្ងៃដើម្បីរក្សាជើងឲ្យក្តៅជួយពង្រឹងសុខភាពនិងបង្កើនគុណភាពជីវិតកាន់តែយឺនយូរ